đây chim rau đô chào cột ná đó ទម្រង់តែដាក់ចិត្តថាយកវីដេអូនេះមកផុសវាមានរយៈពេលយូរខែមែនតើសម្រាប់ខ្ញុំក៏ប៉ុន្តែវាគ្រាន់តែជារូបភាពអនុស្សាវរីយ៍មួយនៅពេលដែលខ្ញុំបានទៅលេងផ្ទះកាលពីប្រជុំបន់ឆ្នាំ2025ណាហើយខ្ញុំហើយនឹងប្អូនពៅរបស់ខ្ញុំហ្នឹងបានជូនបាយនិងជូនសម្លទៅដល់ម៉ែនិងប៉ាមុនពេលដែលយើងទៅវត្តពួកកាលហ្នឹងការប្រជុំបន់នោះមែនតើទៅនេះគឺជាប្រភេទវីដេអូដ៏កម្រហើយបើសិនជាបងប្អូនដែលធ្លាប់មើលវីដេអូខ្ញុំគឺដឹងហើយថាជាទូទៅគឺខ្ញុំមិនងាយដែលបានបង្ហាញអំពីសកម្មភាពនៃក្រុមគ្រួសារអីទេគ្រាន់តែថាវាគឺជាអនុស្សាវរីយ៍មួយដែលកើតឡើងនៅក្នុងពេលវេលានេះហើយបច្ចុប្បន្ននេះអញ្ចឹងណាអញ្ចឹងខ្ញុំគិតថាបន្ទាប់ពី1ឆ្នាំ2ឆ្នាំ5ឆ្នាំឬក៏10ឆ្នាំក្រោយនៅពេលដែលយើងកន្លងផុតពីពេលវេលាអស់នេះអញ្ចឹងទៅខ្ញុំគិតថាវាជាអនុស្សាវរីយ៍មួយដែលយើងអាចត្រឡប់មើលវាវិញបានជាមួយនឹងរូបភាពសកម្មភាពចាស់ៗដែលមានជាមួយនឹងក្រុមគ្រួសារឬក៏មនុស្សជាទីស្រឡាញ់របស់យើងក៏ប៉ុន្តែក្តីសុខរបស់ឪពុកម្ដាយយើងក៏មានចំណែកចូលរួមមួយផ្នែកធំពីយើងដែលជាកូនដែរបើសិនជាយើងចង់ឲ្យឪពុកម្ដាយរបស់យើងគាត់មានក្តីសុខលុះត្រាតែយើងដែលជាកូននេះក៏ត្រូវមានក្តីសុខខ្លួនឯងដែរប្រសិនបើយើងព្យាយាមផ្ដល់តែការតបស្នងទៅកាន់គាត់ទាំងដែលជីវិតរបស់យើងខ្លួនឯងអត់ទាន់រីករាយឬក៏អត់ទាន់មានក្តីសុខឪពុកម្ដាយរបស់យើងក៏គាត់អត់ទទួលបានក្តីសុខពេញលេញពីទង្វើដែលយើងផ្ដល់ជូនគាត់ដែរអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាដែលចង់ឲ្យឪពុកម្ដាយមានក្តីសុខយើងត្រូវតែមានក្តីសុខជាមុនបន្ទាប់មកចាំយើងផ្ដល់នៅការតបស្នងសងគុណទៅកាន់គាត់ជាទឹកចិត្តតិចក្តីច្រើនក្តីទៅតាមលទ្ធភាពដែលយើងមានហើយពួកគាត់នឹងទទួលបានក្តីសុខមួយយ៉ាងពិតប្រាកដកន្លែងនេះគឺប៉ារបស់ខ្ញុំគាត់ស្រោចទឹកឲ្យប៉ាគឺគាត់ចេះធម៌ច្រើនដោយសារតែកាលពីក្មេងគឺប៉ាធ្លាប់បួសរៀនច្រើនមែនតើហើយមកទល់ឥឡូវប៉ានៅតែមានការចងចាំនៅធម៌អីអញ្ចឹងណាគឺនៅតែរត់មាត់ធម្មតាអញ្ចឹងភាគច្រើននៅពេលដែលទៅលេងស្រុកម្ដងម៉ែដេញឲ្យទៅស្រោចទឹកនៅវត្តជាមួយលោកតាអីអញ្ចឹងគឺអត់សូវដែលបានទៅទេខ្ញុំដោយសារខ្ញុំទៅលេងតែម្ដងខ្ញុំទៅលឿនអត់សូវដែលសូវមានពេលទៅបានច្រើនណាអញ្ចឹងដើម្បីមានភាពងាយស្រួលគឺប៉ាស្រោចទឹកឲ្យហើយខ្ញុំពិតជាទទួលបាននៅអារម្មណ៍ជ្រះស្រឡះហើយនឹងគេហៅថាកក់ក្ដៅនៅពេលដែលប៉ាជាអ្នកមានគុណរបស់យើងគាត់បានប្រោះព្រំទឹកជាការស្រោចទឹកអីចឹងឲ្យយើងទៅខ្ញុំមានអារម្មណ៍ថាខ្ញុំបានស្រស់ស្រាយជ្រះស្រឡះក្នុងចិត្តមិនដឹងថាមានបងប្អូនណាខ្លះដែលឪពុកម្ដាយអាសាស្រោចទឹកឲ្យពេលខ្លះធ្វើត្បិតតែពួកគាត់ចេះធម៌ក្ដីមិនចេះធម៌ក្ដីក៏ប៉ុន្តែទឹកចិត្តដែលមានពីក្នុងចិត្តរបស់គាត់ហ្នឹងគឺវាធ្វើឲ្យយើងរំភើបវាធ្វើឲ្យយើងរីករាយសប្បាយទៅតាមក្ដីស្រឡាញ់និងទឹកចិត្តដែលពួកគាត់មានអញ្ចឹងហើយយើងក៏មានអារម្មណ៍ថាជ្រះស្រឡះនៅក្នុងចិត្តដែរនៅពេលដែលទទួលបានការប្រោះព្រំអំពីឪពុកម្ដាយរបស់យើងដែលជាអ្នកមានគុណនៅtrongវីដេអូនេះខ្ញុំចង់ឲ្យបងប្អូនស្ដាប់សំឡេងធម្មជាតិហើយសង្ឃឹមថាបងប្អូននឹងមានភាពស្រស់ស្រាយទៅតាមធម្មជាតិដែលបង្ហាញនៅក្នុងវីដេអូនេះ